វីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការ compress នៅ file MP3 របស់យើងជាទូទៅសម្រាប់តទៅនឹង file MP3 វាអាចនឹងធំបើសិនជាករណីយើងប្រើប្រាស់នៅplatform ឧទាហរណ៍ដូចRodnote ជាទូទៅបើសិនជាករណី file យើងធំគឺយើងមិនអាចធ្វើការ upload file MP3 ទៅបានទេបាទអញ្ចឹងរបៀបឆែកបងប្អូនអាចធ្វើការតាមចំពោះការបង្ហាញរបស់ខ្ញុំហើយបើសិនជាករណីបងប្អូនចង់ដឹងថាខ្ញុំប្រើប្រាស់កម្មវិធីអ្វីដើម្បីធ្វើការ compress file ពី file MP3 ពីទំហំធំមកទំហំតូចអាចទស្សនាចំពោះការបង្ហាញរបស់ខ្ញុំនៅខាងចុងវីដេអូបងប្អូនអាចនឹងដឹងបាទអញ្ចឹងនេះគឺជារបៀបចូលទៅ check មើល file MP3 របស់យើងតើមានទំហំប៉ុណ្ណាអាចធ្វើការតាមដានចំពោះវីដេអូរបស់ខ្ញុំនេះបាទអញ្ចឹងគឺខ្ញុំមាន file MP3 ខ្ញុំចុចទៅលើ file របស់ខ្ញុំជ្រើសនៅពាក្យ right click យកពាក្យ property បាទអញ្ចឹងតើទៅនឹងទំហំ file នេះគឺមានទំហំនេះ57 MB បាទអញ្ចឹងគឺធំមែនទែនយើងមិនអាចធ្វើការ upload ចូលទៅបានទេបាទអញ្ចឹងនេះដូចRodnote គឺមិនអាចធ្វើការ upload ទេនៅពេលដែល file យើងធំគឺអត់ទទួលស្គាល់តែម្ដងបាទអញ្ចឹងខ្ញុំនឹងបើកនៅ file ដែលខ្ញុំបាទទើបតែធ្វើការ compress ដែលខ្ញុំបានធ្វើការប្រើប្រាស់នៅកម្មវិធីបាទអញ្ចឹងនេះគឺទំហំវាគឺនៅតែ 5.99 MB ទេអញ្ចឹងគឺតូចបាទអញ្ចឹងខ្ញុំនឹងដាក់នៅទំហំ2 photo ដើម្បីឲ្យបងប្អូនបានដឹងដែរតើទៅនឹង file ដែលខ្ញុំបានធ្វើការ compress រួចរាល់បាទអញ្ចឹងនេះគឺfile ដើមបន្តមកទៀតខ្ញុំចូលទៅរកមើលសិនបាទអញ្ចឹងនេះគឺ file ដែលខ្ញុំបានធ្វើការ compress ខ្ញុំដាក់ពីរទៅគ្នាបាទអញ្ចឹង file ដែលខ្ញុំបានធ្វើការ compress មានចំនួន 5.99 ហើយនឹង file ដើមគឺមានចំនួនទំហំ 57.5 MB បាទអញ្ចឹងអ្វីដែលខ្ញុំប្រើប្រាស់នោះគឺកម្មវិធីមួយដែលមានឈ្មោះថា Audacity បាទអញ្ចឹងនេះគឺជាកម្មវិធីបាទខ្ញុំ open បាទអញ្ចឹងយើងបិទទៅបាទតែប៉ុណ្្នឹងហើយបើសិនជាករណីបងប្អូនចង់ដឹងពីរបៀបទាញ file ចូលខ្ញុំនឹងបង្ហាញនៅវីដេអូទី2បាទអរគុណដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នា